ឡានសេរីទំនើបជិះលើដងផ្លូវតែសិលធម៌ខ្ពស់ហួសផ្ទៃមេឃមនុស្សវាស់វែងនឹងអ្វីវាស់នឹងតម្លៃរថយន្តដែលគេជិះឬវាស់នឹងកម្ពស់នៃការលើកដៃសំពះទៅកាន់អ្នកក្រសត់កណ្ដាលកម្ដៅថ្ងៃដែលសឹងតែរលាយកៅស៊ូថ្នល់ទស្សនភាពដ៏រំភើបមួយបានកើតឡើងដែលធ្វើឲ្យមហាជនស្លុតចិត្តនិងកក់ក្ដៅក្នុងពេលតែមួយនៅចំពោះមុខរថយន្ត Lexus OX 600តម្លៃរាប់សែនដុល្លារគឺអ៊ំស្រីអ្នកលក់ផ្កាម្នាក់ដែលសក់ដោះល្បាច់ផ្កាស្លាកំពុងឈរតស៊ូនឹងព្រះអាទិត្យដើម្បីបដូរយកបានប្រាក់កម្រៃបន្តិចបន្តួចចិញ្ចឹមក្រពះតែអ្វីដែលធ្វើឲ្យវីដេអូនេះទូការចាប់អារម្មណ៍ខ្លាំងបំផុតនោះមិនមែននៅត្រង់ភាពខុសគ្នានៃវណ្ណៈទ្រព្យសម្បត្តិនោះទេប៉ុន្តែគឺនៅត្រង់មហាទឹកចិត្តរបស់ម្ចាស់រថយន្តដែលបានបង្រៀនមេរៀនសង្គមយ៉ាងស៊ីជម្រៅបំផុតក្នុងសង្គមដែលជួនកាលភាពមានបាននាំមកនៅភាពអំនួតម្ចាស់រថយន្តរូបនេះបានបង្ហាញឲ្យឃើញនៅរូបភាពផ្ទុយស្រឡះលោកមិនត្រឹមតែទិញកម្រងផ្កាទាំងអស់និងជូនថវិកាបន្ថែមប៉ុណ្ណោះទេប៉ុន្តែលោកបានលើកដៃសំពះទៅកាន់អ៊ំស្រីអ្នកលក់ផ្កាដោយក្តីគោរពនេះគឺជាសញ្ញានៃបុគ្គលដែលស្គាល់តម្លៃនៃជីវិតការសំពះមិនមែនធ្វើឲ្យយើងទាបជាងអ្នកដទៃឡើយប៉ុន្តែវាបង្ហាញថាយើងមានការអប់រំខ្ពង់ខ្ពស់និងមានបេះដូងជាខ្មែរពិតប្រាកដវាជាការរំលឹកថាទោះយើងហោះហើរខ្ពស់ប៉ុណ្ណាក៏មិនត្រូវភ្លេចឱនលំទោនចំពោះចាស់ទុំនិងអ្នកដែលខ្សត់ខ្សោយជាងយើងនោះដែរពាក្យថាម្ដាយគេម្ដាយយើងមិនមែនគ្រាន់តែជាពាក្យស្លោកសម្រាប់និយាយលេងនោះទេប៉ុន្តែវាគឺជាសកម្មភាពជាក់ស្ដែងការដែលយើងមើលឃើញស្ត្រីចំណាស់ម្នាក់ដែលកំពុងលំបាករួមមានចិត្តអាណិតអាសូរដូចជាសាច់ញាតិខ្លួនឯងគឺជាចំណុចចាប់ផ្ដើមនៃសង្គមដែលពោពេញដោយសុភមង្គលកាយវិការហុចប្រាក់និងទទួលកម្រងផ្កាដោយក្តីញញឹមក្នុងវីដេអូនេះបានជួយលុបបំបាត់រូបភាពនៃគម្លាតសង្គមហើយជំនួសមកវិញនៅស្ពាននៃសេចក្តីស្រឡាញ់និងការយោគយល់អ្វីដែលធ្វើឲ្យអ្នកទស្សនាស្ងើចសរសើរបំផុតនោះគឺការរក្សាបាននូវអត្តសញ្ញាណខ្មែរការគោរពចាស់ទុំគឺជាគ្រឹះនៃសង្គមជាតិយើងមិនថាបុគ្គលនោះជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាអង្គញាឬជាអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណានោះទេបើខ្វះសិលធម៌និងការដឹងគុណចំពោះមនុស្សចាស់នោះទ្រព្យសម្បត្តិទាំងឡាយក៏គ្មានពន្លឺដែរម្ចាស់រថយន្តក្នុងរូបភាពនេះបានបង្ហាញយ៉ាងច្បាស់ថាភាពជាអ្នកមានដែលពិតប្រាកដគឺការមានចិត្តសប្បុរសនិងសិលធម៌រស់នៅថ្លៃថ្នូរក្នុងនាមជាអ្នកប្រើប្រាស់បណ្ដាញសង្គមយើងតែងឃើញព័ត៌មានអវិជ្ជមានជាច្រើនប៉ុន្តែការចែកចាយវីដេអូអប់រំបែបនេះគឺជាការដាស់តឿនស្មារតីសង្គមវាជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យចេះយកគំរូតាមទង្វើល្អមួយអាចនឹងមានឥទ្ធិពលឆ្លងធ្វើឲ្យមនុស្សម្នាក់ទៀតចង់ធ្វើអំពើល្អដែរហើយវានឹងរីកសាយភាយពេញសង្គមជាតិយើងម្នាក់ប្រហែលជាមិនអាចមានលទ្ធភាពជិះឡានទំនើបដូចគ្នាទាំងអស់មែនប៉ុន្តែយើងគ្រប់គ្នាមានសិទ្ធិស្មើគ្នាក្នុងការមានទឹកចិត្តល្អនិងការចេះគោរពគ្នាទៅវិញទៅមកសូមកុំឲ្យទ្រព្យសម្បត្តិមកបិទបាំងភ្នែករបស់យើងឲ្យមើលមិនឃើញទុក្ខលំបាករបស់អ្នកដទៃហើយក៏សូមកុំឲ្យមានភាពមានបានធ្វើឲ្យយើងភ្លេចវប្បធម៌សម្ភារដ៏ទន់ភ្លន់របស់បុព្វបុរសខ្មែរសូម